មន្ទីរសន្តិសុខទោះបីជាវិសុទ្ធកម្មនៅភូមិភាគបូព៌ាក្នុងឆ្នាំ1978ជាព្រឹត្តិការណ៍ព្រៃផ្សាយបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ដោយក៏ប្រជាជនរាប់សែននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនហើយក្នុងករណីជាច្រើនត្រូវបានសម្លាប់ចោលនៅតាមតំបន់ផ្សេងៗទៀតក្នុងទូទាំងប្រទេសប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហមដែលរួមមានជិត200គុកត្រូវបានបង្កើតឡើងស្ទើរគ្រប់កន្លែងទាំងអស់លើផ្ទៃប្រទេសខ្មែរក្រហមបានហៅគុកទាំងនេះថាជាមន្ទីរសន្តិសុខជាជាងការប្រើពាក្យគុកមន្ទីរសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានជ្រាបចំឡើងជា5ថ្នាក់មន្ទីរសន្តិសុខទាំងនេះត្រូវបានប្រើប្រាស់ជាមន្ទីរឃុំឃាំងកន្លែងសួរចម្លើយនិងកន្លែងសម្លាប់អ្នកទោសដែលជាប់ឃុំក្នុងគុក3ថ្នាក់ដំបូងគឺថ្នាក់តំបន់ថ្នាក់ស្រុកនិងថ្នាក់ឃុំភាគច្រើនគឺជាអតីតទាហាននិងមន្ត្រីរដ្ឋការស៊ីវិលរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋខ្មែរហើយអ្នកទោសផ្សេងទៀតគឺជាប្រជាជនសាមញ្ញដែលត្រូវបានចោទប្រកាន់ពីបទលួចរបស់របរឬចំណីអាហាររត់ចូលកន្លែងឬនិយាយអាក្រក់ពីអង្គការមន្ទីរសន្តិសុខថ្នាក់ភូមិភាគធ្វើការឃុំឃាំងអ្នកទោសរាប់ពាន់នាក់មន្ទីរសន្តិសុខទាំងនេះប្រើសម្រាប់ឃុំឃាំងយុទ្ធជនខ្មែរក្រហមនិងក្រុមគ្រួសារហើយនឹងអ្នកទោសដែលជាប់ពីបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅក្នុងភូមិភាគមន្ទីរសន្តិសុខថ្នាក់ខ្ពស់បំផុតគឺជាមន្ទីរសន្តិសុខមជ្ឈិមនៅភ្នំពេញដែលមានឈ្មោះសម្ងាត់ថាមន្ទីរស21អ្នកទោសនៅក្នុងមន្ទីរស21ស្ទើរតែទាំងអស់គឺជាកម្មាភិបាលនិងកងទ័ពខ្មែរក្រហមដែលជាប់ចោទពីបទក្បត់បដិវត្តន៍នៅមន្ទីរសន្តិសុខថ្នាក់ក្រោមការធ្វើទណ្ឌកម្មមិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេដោយសារតែជាទូទៅអ្នកទោសត្រូវបានបញ្ជូនពីមន្ទីរសន្តិសុខទៅជំរំពលកម្មដែលនៅទីនោះអ្នកទោសត្រូវបានចាត់តាំងឲ្យសាងសង់ផ្ទះដាំបន្លែបង្ការនិងចម្អិនម្ហូបអាហារអ្នកទោសជាច្រើនដែលបានជាប់ឃុំក្នុងមន្ទីរសន្តិសុខទាំងនេះត្រូវបានដោះលែងវិញនៅមុនឆ្នាំ1976ប៉ុន្តែចាប់តាំងពីឆ្នាំនោះមកនៅថ្នាក់តំបន់និងថ្នាក់ស្រុកស្ទើរតែគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយហើយស្ទើរតែគ្មានអ្នកទោសណាម្នាក់អាចរួចរស់ជីវិតពីមន្ទីរស21ដែរខ្មាំងរបស់អង្គការខ្មែរក្រហមចង់ឲ្យបដិវត្តន៍របស់ខ្លួននិងប្រជាជនកម្ពុជាទាំងអស់មានភាពស្អាតស្អំប្រជាជនទាំងអស់ត្រូវតែស្អាតស្អំទាំងសតិអារម្មណ៍និងប្រវត្តិរូបកសិករក្រីក្រត្រូវខ្មែរក្រហមចាត់ទុកថាជាអ្នកបដិវត្តន៍ដែលស្អាតស្អំបំផុតខ្មែរក្រហមមិនទុកចិត្តអ្នកផ្សេងក្រៅពីកសិករក្រទាំងនេះឡើយប្រជាជនដែលបានប្រព្រឹត្តកំហុសតូចតាចដូចជាការរអ៊ូរទាំអំពីការធ្វើការលំបាកឬការលួចម្ហូបអាហារត្រូវបានចាត់ទុកថាជាខ្មាំងរបស់រដ្ឋនិងជាញឹកញយបានคล้ายទៅជាមុខសញ្ញាដែលត្រូវយកទៅសម្លាប់ចោលមេដឹកនាំខ្មែរក្រហមបានបែងចែកសត្រូវរបស់ខ្លួនជាពីរប្រភេទគឺសត្រូវខាងក្នុងនិងសត្រូវខាងក្រៅសត្រូវខាងក្នុងគឺជាប្រជាជនថ្មីឬប្រជាជន17មេសានិងអ្នកដែលធ្លាប់ធ្វើការក្នុងរបបចាស់អ្នកទាំងនេះត្រូវខ្មែរក្រហមចាត់បញ្ចូលជាពួកមូលធននិយមនិងពួកសក្តិភូមិនិយមជំពូកប្រជាជនទាំងនេះក៏រួមបញ្ចូលទាំងអ្នកដែលមិនទាន់មានដើមកំណើតជាជនជាតិខ្មែរផងដែរសត្រូវខាងក្នុងទាំងនេះធ្វើឲ្យមជ្ឈិមបក្សមានការខ្វល់ខ្វាយជាងអ្វីៗទាំងអស់ក្រុមដែលខ្មែរក្រហមចាត់ទុកថាជាសត្រូវខាងក្នុងរួមមានអ្នករដ្ឋការរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនៅក្នុងឆ្នាំ1975ខ្មែរក្រហមបានធ្វើការសម្លាប់រង្គាលអ្នករដ្ឋការរបបសាធារណរដ្ឋខ្មែរជាច្រើនពាន់នាក់ខ្មែរក្រហមធ្វើការសម្លាប់ចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់កូនទាហានអ្នកដែលធ្លាប់បម្រើឲ្យរាជរដ្ឋាភិបាលសាធារណរដ្ឋខ្មែរទាំងប៉ុន្មានសុទ្ធតែជាមុខសញ្ញាដែលត្រូវសម្លាប់ជាទូទៅសូម្បីតែសមាជិកគ្រួសារនិងសាច់ញាតិរបស់អ្នករដ្ឋការទាំងនោះក៏ត្រូវសម្លាប់ដែរទោះជាយ៉ាងនេះក្តីជាសំណាងល្អអតីតទាហាននិងអ្នករដ្ឋការរាប់ពាន់នាក់បានខិតខំលាក់អត្តសញ្ញាណរបស់ខ្លួនហើយបានរួចរស់ជីវិតមួយគ្រាឬរួចរស់ជីវិតរហូតដល់ថ្ងៃដួលរលំរបស់របបកម្ពុជាប្រជាធិបតេយ្យក្រុមជនជាតិភាគតិច
ខ្មែរក្រហមចង់បានជនជាតិខ្មែរដែលមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចាស់ក្នុងការអនុវត្តផែនការបដិវត្តន៍របស់ខ្លួនជនជាតិភាគតិចផ្សេងទៀតដែលមិនទទួលបានការទុកចិត្តឬមានការសង្ស័យពីបកត្រូវបានធ្វើទុកបុកម្នេញជនជាតិភាគតិចតំបន់ភ្នំមុនពេលឡើងកាន់អំណាចនៅក្នុងឆ្នាំ1975មេដឹកនាំខ្មែរក្រហមភាគច្រើនធ្លាប់បានរស់នៅក្នុងចំណោមជនជាតិភាគតិចតំបន់ភ្នំក្នុងភូមិភាគឦសានមេដឹកនាំខ្មែរក្រហមទាំងនេះមានការជឿទុកចិត្តលើជនជាតិភាគតិចតំបន់ភ្នំទាំងនេះណាស់ដោយយល់ឃើញថាជនជាតិទាំងនេះមានចិត្តស្មោះត្រង់ជនជាតិភាគតិចមួយចំនួនបានក្លាយជាកងការពាររបស់ប៉ុល ពតទៀតផងប៉ុន្តែទោះបីជារបបនេះបានអះអាងថាស្រឡាញ់ស្មោះស្ម័គ្រនិងជឿទុកចិត្តលើជនជាតិភាគតិចតំបន់ភ្នំយ៉ាងណាក៏ដោយក៏ខ្មែរក្រហមបានចាប់ផ្ដើមធ្វើការផ្លាស់ទីលំនៅជនជាតិភាគតិចខេត្តមណ្ឌលគិរីឲ្យទៅរស់នៅផ្ដុំគ្នាក្នុងស្រុកកោះញែកនៅដើមឆ្នាំ1972ដែលបណ្ដាលឲ្យប្រជាជនជាច្រើនអ្នកដែលជំទាស់មិនព្រមទៅត្រូវបានសម្លាប់ចោលផ្សោះប្រៃជនជាតិព្នងរស់នៅក្នុងខេត្តមណ្ឌលគិរីរៀបរាប់ពីស្ថានភាពគ្រួសាររបស់គាត់បន្ទាប់ពីត្រូវបង្ខំឲ្យផ្លាស់ប្ដូរទីលំនៅក្នុងរបបខ្មែរក្រហមថាក្មួយស្រីរបស់ខ្ញុំអាយុ15ឆ្នាំត្រូវខ្មែរក្រហមបាញ់សម្លាប់ដោយសារតែវាស្រែកវាមិនចង់ទៅរស់នៅកន្លែងផ្សេងខ្ញុំត្រូវបានបំបែកចេញពីគ្រួសារឲ្យទៅធ្វើស្រែចម្ការនៅកន្លែងជាច្រើននៅក្នុងស្រុកកោះញែកប្រជាជនធ្វើការទាំងយប់ទាំងថ្ងៃដោយទទួលបានរបបអាហារតិចតួចនិងមានការហេវហត់អស់កម្លាំងជាខ្លាំងកូនស្រីរបស់ខ្ញុំដែលទើបតែឆ្លងទន្លេហើយមិនមានអ្វីហូបក្រៅតែពីក្ដួចនោះទេដូច្នេះហើយប្តីរបស់វាទៅរកអង្គបាន8កំប៉ុងនិងមឺនមួយពីភូមិផ្សេងប្រធានឃុំបានចោទកូនប្រសាររបស់ខ្ញុំថាហូបឯកជនសមាជិកគ្រួសារកូនស្រីខ្ញុំទាំងអស់ត្រូវអង្គការចាប់ខ្លួនក្នុងភូមិឡាំទឹកប្រជាជន2នាក់ត្រូវបានចាប់យកទៅសម្លាប់ចោលព្រោះពួកគេបានហូបផ្លិតឃ្មុំដោយមិនបានចែកអ្នកភូមិជនជាតិភាគតិចចាមខ្មែរក្រហមបានបង្ខំឲ្យជនជាតិចាមចាក់ចេញពីលំនៅឋានរបស់ខ្លួនហើយទៅរស់នៅលាយឡំជាមួយសហគមន៍ជនជាតិខ្មែរជនជាតិចាមត្រូវបានហាម5មិនឲ្យនិយាយភាសាចាមឬគោរពបូជាសាសនាអ៊ីស្លាមខ្មែរក្រហមបានសម្លាប់មេដឹកនាំសាសនាអ៊ីស្លាមហាកឹមនិងជនជាតិចាមទាំងឡាយណាដែលត្រូវបានសង្ស័យថាបានធ្វើការប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអស់ជាច្រើនជាងនេះទៅទៀតខ្មែរក្រហមបានបង្ខំឲ្យជនជាតិចាមហូបសាច់ជ្រូកដែលផ្ទុយទៅនឹងការហាម5របស់សាសនាអ៊ីស្លាមក្រមរបបកម្ពុជាប្រជាធិបតេយ្យជនជាតិចាមរាប់ម៉ឺននាក់បានស្លាប់ដោយសារការសម្លាប់ជំងឺការអត់ឃ្លាននិងការធ្វើការហួសកម្លាំងជនជាតិភាគតិចវៀតណាមជនជាតិភាគតិចវៀតណាមទាំងអស់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ1975ជនជាតិវៀតណាមមួយចំនួនដែលបានរៀបការជាមួយជនជាតិខ្មែរបានរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀតក្នុងឆ្នាំ1977និងឆ្នាំ1978ខ្មែរក្រហមបានចាប់ផ្ដើមសម្លាប់ជនជាតិវៀតណាមដែលសេសសល់ទាំងនេះយ៉ាងរង្គាលហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលបានរួចរស់ជីវិតជនជាតិភាគតិចវៀតណាមត្រូវបានសម្រាំងយកទៅសម្លាប់ដោយសារតែខ្លួនជាជនជាតិវៀតណាមជនជាតិភាគតិចចិនសមាជិកនៃសហគមន៍នេះដែលជាអ្នកជំនួញនិងជាសហគ្រិនក្រុមហ៊ុនក៏ត្រូវបានបង្ខំឲ្យធ្វើដំណើរទៅជនបទទៅធ្វើការងារកសិកម្មដែរជនជាតិចិនត្រូវខ្មែរក្រហមប្រព្រឹត្តមកលើយ៉ាងឃោរឃៅនៅពេលដែលអ្នកទាំងនេះមិនអាចទ្រាំទ្រនឹងការងារលំបាកបានប៉ុន្តែជនជាតិចិនមិនត្រូវបានសម្រាំងជ្រើសរើសដើម្បីយកទៅសម្លាប់ចោលទេបញ្ញវន្តមេដឹកនាំខ្មែរក្រហមដែលមួយចំនួនជាបញ្ញវន្តបានចាត់ទុកបញ្ញវន្តដទៃទៀតជាសត្រូវចម្បងរបស់ប្រទេសនិងជាជំពូកជនពុករលួយដែលមេដឹកនាំទាំងនេះយល់ថាជាអ្នកដែលធ្វើឲ្យប្រទេសជាតិคล้ายទៅជាអាយ៉ងរបស់បរទេសបញ្ញវន្តជាច្រើនបានคล้ายជាមុខសញ្ញាសម្រាប់ការសម្លាប់អ្នកដែលអាចត្រូវចាត់ទុកបញ្ចូលក្នុងជំពូកអ្នកចេះដឹងត្រូវធ្វើពុតជាមនុស្សល្ងង់បញ្ញវន្តអាចរួចរស់ជីវិតបានលុះត្រាណាតែអ្នកទាំងនោះអាចលាក់បាំងនឹងចំណេះវិជ្ជានិងអាជីពរបស់ខ្លួនបានសាស្ត្រាចារ្យនិងនិស្សិតមហាវិទ្យាល័យរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងសៀវភៅជីវិតកូនថ្លៃកូនត្រូវតែរស់វិស្វករពិនយ៉ាថៃ
បានរៀបរាប់ពីបទពិសោធន៍ដែលលោកបានជួបប្រទះក្នុងរបបខ្មែរក្រហមក្នុងអំឡុងពេលជម្លៀសឆ្នាំ1975គ្រួសាររបស់លោកដែលមានសមាជិក18នាក់ត្រូវបានបង្ខំឲ្យផ្លាស់ប្ដូរទីតាំងជាច្រើនដងដែលនៅចុងក្រោយត្រូវបានបញ្ជូនទៅខេត្តពោធិ៍សាត់លោកពិនយ៉ាថៃជាមនុស្សតែម្នាក់ក្នុងគ្រួសារដែលនៅរស់រានមានជីវិតហើយបានរត់គេចទៅប្រទេសថៃនាដើមឆ្នាំ1977មូលហេតុមួយដែលធ្វើឲ្យពិនយ៉ាថៃរួចរស់ជីវិតបាននោះគឺដោយសារលោកអាចលាក់បាំងវិជ្ជាជីវៈរបស់លោកបានរៀបរាប់ដូចនេះថាថ្ងៃមួយនៅភូមិវាលវងក្នុងខេត្តពោធិ៍សាត់ប្រធានភូមិបានរៀបចំប្រជុំនយោបាយដ៏គួរឲ្យធុញទ្រាន់ម្ដងទៀតគាត់បានប្រកាសថាសម្ដេចព្រះនរោត្តមសីហនុបានយាងនិវត្តន៍ចូលប្រទេសវិញហើយកំពុងតែរៀបចំរាជរដ្ឋាភិបាលថ្មីមួយដូច្នេះអង្គការសូមស្នើឲ្យអ្នកឯកទេសបញ្ញាវន្តអតីតនាយទាហានវិជ្ជបណ្ឌិតវិស្វករនិងនិស្សិតអញ្ជើញមកចុះឈ្មោះក្នុងបញ្ជីពិសេសមួយមនុស្សប្រហែល40នាក់បានលើកដៃដោយរួមទាំងអតីតទាហានដែលបានខិតខំលាក់អត្តសញ្ញាណរបស់ខ្លួនតាំងពីយូរមកហើយខ្ញុំមានការរារែកក្នុងចិត្តប៉ុន្តែខ្ញុំអាចទប់អារម្មណ៍ខ្លួនឯងបានហើយមិនបានលើកដៃនឹងគេទេចាប់តាំងពីពេលនោះមកយើងមិនដែលបានទទួលដំណឹងអ្វីពីអ្នកទាំងអស់នោះទេអ្នកភូមិបានខ្សឹបខ្សៀវប្រាប់គ្នាថាអតីតមន្ត្រីជាន់ខ្ពស់និងអ្នកឯកទេសទាំងនោះត្រូវខ្មែរក្រហមសម្លាប់ចោលអស់ហើយអ្នកដែលខ្មែរក្រហមចោទថាជាជនក្បត់ជាតិកម្មាភិបាលខ្មែរក្រហមជាច្រើនអ្នកត្រូវបានចោទថាក្បត់បដិវត្តន៍និងចូលដៃជាមួយវៀតណាមប្រជាជនសាមញ្ញដែលធ្វើខុសបន្តិចបន្តួចក៏ត្រូវចោទថាជាជនក្បត់បដិវត្តន៍ដែរជាទូទៅបទឧក្រិដ្ឋដែលកម្មាភិបាលនិងប្រជាជនទាំងនេះបានសារភាពរួមមានលួចមកលេងផ្ទះដោយមិនបានប្រាប់ប្រធានក្រុមធ្វើឲ្យបែកបាក់ឧបករណ៍ផ្ទះបាយលួចចំណីអាហារនិយាយរិះគន់អង្គការមកធ្វើការយឺតយ៉ាវមិនទាន់ពេលវេលាធ្វើការមិនបានល្អត្អូញត្អែពីលក្ខខណ្ឌរស់នៅពាក់គ្រឿងអលង្ការមានទំនាក់ទំនងស្នេហាខុសវិន័យបកយំទួញសោកស្ដាយស្រណោះបងប្អូនឬមិត្តភ័ក្តិដែលបានស្លាប់ឬបង្ហាញទឹកចិត្តក្នុងការគោរពជំនឿសាសនាជាដើមប្រជាជនមួយចំនួនដែលធ្លាក់ខ្លួនឈឺដោយសារការធ្វើការធ្ងន់ធ្ងរឬហូបមិនគ្រប់គ្រាន់ត្រូវបានចោទថាធ្វើពុតជាឈឺនិងត្រូវបានចាត់ទុកថាជាមនុស្សខ្ជិលច្រអូសឬឈឺសតិអារម្មណ៍អ្នកទាំងអស់នេះជាញឹកញាប់ត្រូវបានបាត់ខ្លួនដោយមិនមានដានអ្វីទាំងអស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្វើច្រើនជាងឬតិចជាងការកំណត់របស់អង្គការមានន័យស្មើនឹងសេចក្តីស្លាប់ដោយពាក្យស្លោកខ្មែរក្រហមនិយាយថាអង្គការថាម៉េចត្រូវធ្វើយ៉ាងនឹងអង្គការដាក់ទិសត្រូវអនុវត្តឲ្យបានសម្រេចមិនបាច់តថ្លៃទេសត្រូវខាងក្រៅសម្ដៅទៅលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដូចជាប្រទេសថៃនិងប្រទេសសង្គមនិយមមួយទៀតជាពិសេសប្រទេសវៀតណាមនិងអតីតសហភាពសូវៀតខ្មែរក្រហមយល់ថាប្រទេសទាំងអស់នេះមានគោលបំណងឈ្លានពាននិងប៉ុនប៉ងចង់យកកម្ពុជាដាក់ក្រោមអាណានិគមខ្មែរក្រហមបានចោទប្រកាន់មនុស្សជាច្រើនរួមទាំងកម្មាភិបាលនិងកងទ័ពរបស់ខ្លួនផងថាបានបំរើឲ្យមនោគមវិជ្ជារបស់ប្រទេសទាំងនេះខ្មែរក្រហមបានហៅអ្នកទាំងនេះថាជាខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងអ្នកទាំងនោះរួមមានអ្នកដែលមកពីប្រទេសដែលប្រឆាំងនឹងរបបសង្គមនិយមដឹកនាំដោយសហរដ្ឋអាមេរិកនិងប្រទេសសើរនិយមឬប្រទេសអនុត្តរភាពនិយមដូចជាអតីតសហភាពសូវៀតវៀតណាមនិងសម្ព័ន្ធមិត្តដទៃទៀតមនុស្សភាគច្រើនដែលត្រូវបានចាត់ទុកជាសត្រូវបង្កប់ស៊ីរូងផ្ទៃក្នុងត្រូវបានចោទប្រកាន់ដោយច្រឡំថាបានធ្វើឲ្យភ្នាក់ងារសម្ងាត់ CIA របស់សហរដ្ឋអាមេរិកភ្នាក់ងារសម្ងាត់ KGB របស់អតីតសហភាពសូវៀតនិងជាភ្នាក់ងារសម្ងាត់របស់វៀតណាមខ្មែរក្រហមក៏បានចាត់ទុកអ្នកដែលអាចនិយាយភាសាបរទេសថាជាភ្នាក់ងារសម្ងាត់ផងដែរការចោទប្រកាន់នេះបានคล้ายទៅជាវិធីមួយដ៏មានប្រសិទ្ធភាពសម្រាប់កម្មាភិបាលមូលដ្ឋានយកធ្វើជាលេសសម្រាប់ប្រជាជនណាម្នាក់ដែលខ្លួនស្អប់ខ្ពើមការចាប់ខ្លួននិងការឃុំឃាំងនៅឆ្នាំ1976និងដើមឆ្នាំ1977ការស្រាវជ្រាវរោគខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហមបានធ្វើឲ្យអ្នកភូមិស៊ើបការពីគ្នាទៅវិញទៅមកដោយប្រើប្រាស់ពាក្យស្លោកមួយត្រូវចេះតាមដានគ្នាទៅវិញទៅមកត្រូវរាយការណ៍ជូនអង្គការ
មធ្យោបាយផ្សេងទៀតដែលក្មេងក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមានការឆ្លូបយូហ្គារបាយការណ៍ពីអ្នកយូហ្គាការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនញឹកញាប់និងចម្លើយសារភាពនៅពេលដែលខ្មាំងត្រូវបានរកឃើញឈ្មោះរបស់អ្នកទាំងនេះនឹងត្រូវរាយការណ៍ទៅគណៈកម្មាធិការឃុំឬគណៈកម្មាធិការស្រុកហើយបន្ទាប់មកអ្នកទាំងនេះនឹងត្រូវបានចាប់ខ្លួនអង្គការកម្រចាប់ខ្លួនអ្នកណាម្នាក់ជាសាធារណៈណាស់ប្រសិនបើមានសមាជិកណាម្នាក់នៅក្នុងសហគមន៍មួយត្រូវបានសង្ស័យកម្មាភិបាលសហគមន៍នោះនឹងប្រាប់អ្នកនោះថាអង្គការអញ្ជើញឲ្យទៅរៀនសូត្រក្រុមលេះអញ្ជើញនេះជនរងគ្រោះជាច្រើនត្រូវបានចាប់បញ្ជូនទៅមន្ទីរឃុំឃាំងនិងសម្លាប់ចោលជាញឹកញាប់ដោយមិនមានការកាត់សេចក្តីឬស្រាវជ្រាវឲ្យបានហ្មត់ចត់តើអ្នកទាំងនោះពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋបែបនេះមែនឬមិនមែននោះទេក្មេងក្រហមនិយាយថាសុកចិត្តចាប់ខុស10មិនអោយលេងខុស1ការសួរចម្លើយនិងការធ្វើទារុណកម្មអ្នកដែលជាប់ចោទពីបទល្មើសស្រាលឬជាប់ឃុំនៅមន្ទីរសន្តិសុខថ្នាក់ទាបជាទូទៅច្រើនទទួលរងនឹងការទទួលទានអាហារមិនគ្រប់គ្រាន់ជំងឺគ្មានការព្យាបាលនិងការប្រព្រឹត្តអំពើយង់ឃ្នងផ្សេងទៀតទោះជាមានមនុស្សជាច្រើនក្នុងស្ថានភាពបែបនេះក៏ដោយក៏មានមួយចំនួនទៀតបានរួចផុតពីទារុណកម្មនិងការសម្លាប់ដែរប៉ុន្តែនៅមន្ទីរសន្តិសុខថ្នាក់ខ្ពស់របស់ក្មេងក្រហមដូចជាមន្ទីរស21ការសួរចម្លើយនិងការធ្វើទារុណកម្មគឺជាសកម្មភាពធម្មតាប្រចាំថ្ងៃជូសូភីរស់នៅក្នុងខេត្តកំពង់ចាមក្នុងរបបកម្ពុជាប្រជាធិបតេយ្យសូភីត្រូវបានចាប់ខ្លួននៅខែឧសភាឆ្នាំ1977ដោយមិនដឹងមូលហេតុអ្វីទាំងអស់សូភីបានរៀបរាប់ពីការចាប់ខ្លួននិងស្ថានភាពរបស់គាត់កាលនៅក្នុងគុកស្រុកត្បូងឃ្មុំយ៉ាងដូចនេះថាថ្ងៃមួយកងសន្តិសុខ4នាក់បានមកដល់កងរបស់ខ្ញុំហើយបានស្នើឲ្យខ្ញុំក្នុងសម្ដីសុភាពរៀបសារថាឲ្យទៅជួយតខ្សែភ្លើងនៅពេលខ្ញុំចេញមកដល់ក្រៅសន្តិសុខស្ទុះមកភ្ជង់កំភ្លើងតម្រង់រកខ្ញុំហើយចងដៃខ្ញុំក្មេងក្រហមបានចាប់ខ្ញុំយកទៅដាក់គុកបន្ទាប់ពីស្នាក់នៅក្នុងគុកអស់រយៈពេល40ថ្ងៃក្មេងក្រហមបានបញ្ជូនខ្ញុំមកសួរចម្លើយដែលមានសភាពខូខើជាងមុនទៅទៀតកងសន្តិសុខបានយកខ្សែភ្លើងមកឆក់ខ្ញុំដើម្បីសួរចម្លើយជួនកាលគេវាយខ្ញុំយ៉ាងខ្លាំងធ្វើឲ្យខ្ញុំសន្លប់ច្រើនសារទោះជាធ្វើទណ្ឌកម្មខ្ញុំខ្លាំងយ៉ាងណាក៏ដោយខ្ញុំក៏នៅតែឆ្លើយថាមិនដឹងបន្ទាប់មកក្មេងក្រហមបញ្ជូនខ្ញុំទៅមន្ទីរសួរចម្លើយថ្មីមួយទៀតខ្ញុំនៅទីនោះរយៈពេល12ថ្ងៃចាប់ពីពេលនោះមកក្មេងក្រហមលែងសួរចម្លើយឬធ្វើទារុណកម្មខ្ញុំទៀតហើយខ្លួនប្រាណរបស់ខ្ញុំចុះស្គមយ៉ាងខ្លាំង3ថ្ងៃក្រោយមកក្មេងក្រហមដោះលែងខ្ញុំដោយនិយាយថាអង្គការមានការភ័ន្តច្រឡំប៉ុន្តែខ្ញុំត្រូវសន្យាថានឹងមិនប្រាប់អ្នកណាទាំងអស់អំពីស្ថានភាពនៅក្នុងគុកប្រសិនបើមានអ្នកណាម្នាក់សួរខ្ញុំចម្លើយរបស់ខ្ញុំគឺមិនដឹងមិនឮមិនឃើញការសម្លាប់ក្រមរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនប្រហែល5សែននាក់ត្រូវបានសម្លាប់ក្រោមបទប្រព្រឹត្តអំពើឧក្រិដ្ឋប្រឆាំងបដិវត្តន៍នឹងរដ្ឋប្រជាជនថ្មីរាប់ពាន់នាក់ដែលមិនមានបទពិសោធន៍ឬជំនាញក្នុងការធ្វើស្រែចម្ការបានបាត់ខ្លួនប្រជាជនត្រូវបាននាំយកទៅព្រៃជ្រៅឬទីវាលឆ្ងាយពីភូមិស្រុកដើម្បីសម្លាប់បន្ទាប់ពីប្រជាជនទាំងនោះបានប្រព្រឹត្តនៅអំពើដែលក្មេងក្រហមចាត់ទុកថាជាកំហុសឬបានបញ្ចេញកាយវិការខឹងសម្បារនឹងថ្នាក់ដឹកនាំរបស់ខ្លួនជនរងគ្រោះត្រូវបានកប់ទាំងរស់ហើយស្លាប់ដោយថប់ដង្ហើមមនុស្សស្ទើរគ្រប់រូបដែលត្រូវបានរកឃើញថាជាអ្នកធ្លាប់បានរៀនសូត្រជ្រៅជ្រះខ្ពង់ខ្ពស់ត្រូវបានយកទៅសម្លាប់ចោលជាទូទៅគ្មានអ្នកណាម្នាក់ហ៊ានពាក់វ៉ែនតាឬនិយាយភាសាបរទេសឡើយព្រោះវាជាសញ្ញាបង្ហាញថាជនទាំងនោះគឺជាជនចេះដឹងជាពិសេសអ្នកដែលមកពីទីក្រុងត្រូវតែលាក់ប្រវត្តិនិងចំណេះវិជ្ជារបស់ខ្លួនហើយធ្វើពុតជាមនុស្សល្ងង់ខ្លៅការសម្លាប់ត្រូវបានធ្វើឡើងច្រើនបែបច្រើនសន្តានអ្នកខ្លះត្រូវក្មេងក្រហមចោទថាក្បត់បដិវត្តន៍ឬជាខ្មាំងហើយត្រូវបានបញ្ជូនទៅមន្ទីរស21បន្ទាប់ពីនៅទីនោះបានរយៈពេល 2-3 ខែអ្នកទោសនឹងត្រូវយកទៅវាលពិឃាតដែលអ្នកទោសទាំងនោះត្រូវបានបង្ខំឲ្យលូតជង្គង់នៅមាត់រណ្ដៅបន្ទាប់មកអ្នកទោសទាំងនោះត្រូវសម្លាប់ដោយវាយចំផ្នែកខាងក្រោយនៃក្បាលជាមួយនឹងពែលចបកាប់ឬដំបងជួនកាលមនុស្សរហូតដល់ទៅ100នាក់ត្រូវបានសម្លាប់ក្នុងពេលតែមួយហើយកប់ក្នុងរណ្ដៅតែមួយអ្នកខ្លះទៀតត្រូវបានធ្វើឲ្យថប់ដង្ហើមស្លាប់ដោយយកថង់ប្លាស្ទិកច្រកចូលក្បាល
នៅជនបទដែលមានអណ្ដូងជាច្រើននៅក្នុងព្រៃអ្នកទោសត្រូវបានដឹកតាមឡានធំទៅដល់មាត់អណ្ដូងហើយបន្ទាប់មកកងឆ្លូបក៏រុញឬវាយទម្លាក់នៅក្នុងនោះតែម្ដងពេលខ្លះសមាជិកគ្រួសារទាំងអស់ត្រូវបានយកទៅសម្លាប់ចោលដោយសារតែកំហុសដែលបានប្រព្រឹត្តដោយសមាជិកម្នាក់ខ្មែរក្រហមបានស្វែងរកចាប់ខ្លួនសមាជិកទាំងអស់យកទៅសម្លាប់ក្រុមទ្រឹស្ដីថាជីកស្មៅត្រូវជីកទាំងរឹសមុំផៃប៊ូនប្រជាជននៅខេត្តកោះកុងបានរៀបរាប់អំពីសមាជិកគ្រួសាររបស់គាត់ដែលត្រូវបានយកទៅសម្លាប់ចោលថាប្អូនស្រីរបស់ខ្ញុំម្នាក់អាយុ7ឆ្នាំត្រូវបានអង្គការសម្លាប់ចោលព្រោះវាលួចពោតខ្ចីមួយផ្លែហូបអង្គការវាយនឹងត្បូងចប់ហើយកប់ក្បែរចំការពោតរសៀលមួយពេលខ្ញុំកំពុងដេញគោកាត់ព្រៃខ្ញុំធំក្លិនស្អុយសាកសពរលួយខ្ញុំដើររកមើលក្រែងប្រទេសជួបអ្នកធ្លាប់ស្គាល់គ្នាមិននឹកស្មានថានោះជាសាកសពឪពុករបស់ខ្ញុំសោះគាត់ត្រូវកាប់នឹងកាំបិតជិតដាច់កចេញពីស្មានៅក្បែរសពឪពុកខ្ញុំមានសាកសព2នាក់ទៀតដែលត្រូវសម្លាប់ដោយកាត់ផ្ដាច់កដូចគ្នារំលងពីនោះបានប្រហែលជាង2ខែជីដូនខ្ញុំអាយុជាង70ឆ្នាំបានស្លាប់គាត់ត្រូវបានចោទថាលួចបបរក្មេងហូបហើយត្រូវមេកងវាយពីដំបងសពរបស់គាត់ត្រូវបានរុំនឹងបាវយកទៅកប់ចោលក្រោយពីមរណភាពរបស់ជីដូនខ្ញុំតែប៉ុន្មានថ្ងៃម្ដាយខ្ញុំក៏ស្លាប់ទៀតគាត់ស្លាប់ដោយសារការងារលំបាកនិងគ្មានអាហារគ្រប់គ្រាន់ខ្ញុំអបគាត់ជាមួយសម្រែកយំស្ដាយ